បាទជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គសំណួរចម្លើយរបស់យើងខ្ញុំថ្ងៃនេះគឺជាថ្ងៃដ៏ពិសេសពិសានិងជាទីមោទនបំផុតដែលក្រុមហ៊ុន Ben Charan Asset Management Cambodia Mokor បានសហការគ្នាជាមួយនឹងក្រុមហ៊ុនមូលបត្រ Exida Mokorកម្មវិធីថ្ងៃនេះគឺពួកយើងនឹងធ្វើការនៅឆ្លើយនៅសំណួរចម្លើយដែលជាសំណួរជាញឹកញាប់ដែលវិនិយោគិនក៏ដូចជាអតិថិជនរបស់យើងគាត់តែងតែសួរមកលើពួកយើងទាំងអស់គ្នាជារៀងរាល់ថ្ងៃចា៎មែនហើយយើងខ្ញុំក៏ទទួលបាននៅសំណួរដែលគួរឲ្យចាប់អារម្មណ៍បំផុតពីបងវិនិយោគិនអញ្ចឹងសម្រាប់ថ្ងៃនេះគឺពួកយើងនឹងលើកយកសំណួរទាំងអស់នោះធ្វើការបកស្រាយសំណួរទី1បានសួរថាតើអ្វីដែលអាចធ្វើឲ្យមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី BAMC ឬហៅកាត់ថា BAF ខុសពីជំរើសនៃការវិនិយោគផ្សេងទៀតក្នុងប្រទេសកម្ពុជាបាទសំណួរមួយនេះគឺជាសំណួរដែលពេញនិយមមែនតើដែលពួកយើងតែងតែទទួលបានជាញឹកញាប់បាទអញ្ចឹងសូមបញ្ជាក់ថា BAF គឺជាជំរើសវិនិយោគមួយគេហៅថាវិនិយោគរួមដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលមិនធ្លាប់មានកន្លងមកហើយ BAF នេះក៏ត្រូវបានទទួលស្គាល់ដោយនាយកដ្ឋានរបស់កម្ពុជាឬហៅកាត់ថា Nomocor សប្តាហ៍ថ្ងៃនេះបងប្អូនដឹងទេថាការវិនិយោគគឺពិតជាមានកម្រិតមែនតើនៅក្នុងប្រទេសកម្ពុជាដោយសារមនុស្សមួយចំនួនគាត់បានធ្វើការដាក់ប្រាក់បញ្ញត្តិសន្សំនៅក្នុងធនាគារហើយមនុស្សមួយចំនួនទៀតគាត់បានធ្វើការវិនិយោគទៅលើអចលនទ្រព្យហើយអ្វីដែលធ្វើឲ្យមានភាពខុសគ្នានោះគឺវិនិយោគិនគាត់មានជំរើសក្នុងការពិពិធកម្មបាទពិពិធកម្មនៅក្នុងវិស័យនានាក៏ដូចជាប្រទេសនានានៅក្នុងតំបន់អាស៊ីផងដែរហើយមូលនិធិមួយនេះបងប្អូនដឹងទេថាវាពិតជាសមត្ថភាពដោយសារអីដោយសារមូលនិធិនេះគឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Ben Charan Asset Management Cambodia Mokor ដែលជាក្រុមហ៊ុនមានវិជ្ជាជីវៈយ៉ាងត្រឹមត្រូវហើយតែងតែតាមដានទីផ្សារនិងកែសម្រួលយុទ្ធសាស្ត្រដើម្បីការរីកចម្រើនរយៈពេលវែងរបស់អតិថិជនបាទយ៉ាងទៀតហ្នឹងជាភាពដែលខុសគ្នាដ៏សំខាន់មួយទៀតហ្នឹងគឺទៅលើភាពងាយស្រួលទៅលើការចូលរួមវិនិយោគបានន័យថាវិនិយោគិនគឺគាត់អាចធ្វើការវិនិយោគបានយ៉ាងងាយតាមរយៈក្រុមហ៊ុនមូលបត្រ Exida Mokor សម្រាប់មូលនិធិ BAF គឺជាឱកាសវិនិយោគដែលផ្ដល់ជូនទៅដល់វិនិយោគិនទូទៅសាធារណជនមិនថាគាត់ជាសាជីវកម្មធំៗឬក៏ក្រុមហ៊ុនធំៗទេជាពិសេសនោះគឺសម្រាប់អ្នកតែម្ដងដែលកំពុងតែទស្សនាទៅលើវីដេអូមួយនេះជារួមមកវិញមកគឺសម្រាប់ BAF គឺមានភាពខុសគ្នាពីព្រោះតែ BAF ផ្ដល់នូវសារៈប្រយោជន៍ដូចជាទៅលើកំណើនក្នុងតំបន់ពិពិធកម្មវិនិយោគការគ្រប់គ្រងនិងចាត់ចែងប្រកបដោយវិជ្ជាជីវៈនិងការកាត់បន្ថយទៅលើហានិភ័យដែលកត្តាទាំងអស់នេះហើយដែលត្រូវបានរួមបញ្ចូលទៅក្នុងមូលនិធិដែលមានវត្តមានដំបូងគេនៅប្រទេសកម្ពុជាយើងនេះខ្ញុំគិតថាអាចចាប់ផ្ដើមជាមួយនឹងសំណួរទី2សំណួរទី2សួរថាតើអ្នកវិនិយោគថ្មីអាចចាប់ផ្ដើមវិនិយោគក្នុងមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី BAMC បានយ៉ាងដូចម្ដេចចាសម្រាប់វិនិយោគិនថ្មីគាត់អាចធ្វើការចាប់ផ្ដើមវិនិយោគទៅលើ BAF បានយ៉ាងងាយស្រួលព្រោះថាដំណើរការនៃការរៀបចំទៅលើការបើកគណនីគឺធ្វើមានលក្ខណៈសាមញ្ញមានតម្លាភាពនិងមានភាពងាយស្រួលសម្រាប់អ្នកដែលគាត់ចាប់ផ្ដើមដំបូងបាទអញ្ចឹងជំនាញដំបូងគឺគាត់ត្រូវមកជួបជាមួយនឹងក្រុមការងាររបស់យើងខ្ញុំនៅក្រុមហ៊ុនមូលបត្រ Exida Mokor ដែលជាក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញឬទូទាត់សងជាផ្លូវការរបស់ BAF តែម្ដងបន្ទាប់មកភ្នាក់ងារគាត់នឹងធ្វើការណែនាំបន្ថែមថាតើដំណើរការនៃការបើកគណនីនោះត្រូវមានតម្រូវនៅផ្ដល់ព័ត៌មានជាមូលដ្ឋានអ្វីខ្លះដើម្បីយើងធ្វើដំណើរការទៅលើការស្គាល់ទៅលើអតិថិជនដែលយើងហៅថា KYC ហ្នឹងត្រឹមត្រូវអញ្ចឹងគឺយើងធ្វើការត្រៀមទាត់ទៅលើឯកសារតម្រូវនិងអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនឲ្យស្របទៅតាមបទបញ្ញត្តិព័ត៌មានបាទក្រោយពីបើកគណនីមកលោកអ្នកក៏អាចសម្រេចចិត្តកំណត់ទៅលើចំនួនសិទ្ធិប្រាក់ដែលលោកអ្នកចង់ធ្វើការចូលរួមវិនិយោគបានបាទជាការពិតទៅនេះគឺជាចម្លើយយ៉ាងពិតប្រាកដប៉ុន្តែខ្ញុំសូមបន្ថែមទៅលើចំណុចនារីបន្តិចដោយសារក្នុងនាមយើងជាវិនិយោគិនយើងមិនចាំបាច់បារម្ភក្នុងការជ្រើសរើសយកភាគហ៊ុនឬក៏ការកំណត់ពេលវេលាទីផ្សារនោះទេហើយជាពិសេសនោះលក្ខណៈពិសេសនោះគឺលោកអ្នកមិនចាំបាច់តម្រូវដោយមានដើមទុនច្រើននៅក្នុងការចាប់ផ្ដើមទេសម្រាប់ BAF យើងត្រូវបានបង្កើតឡើងគិតពីភាពងាយស្រួលសម្រាប់វិនិយោគិនដូច្នេះជាមួយនឹងទឹកប្រាក់ត្រឹមតែ$200គឺអាចចាប់ផ្ដើមដំណើរនៃការវិនិយោគរបស់លោកអ្នកបានចាទីមួយទីនេះមិនមែនសម្រាប់តែអ្នកដែលមានដើមទុនច្រើនទេតែគឺសម្រាប់មនុស្សគ្រប់រូបដែលគាត់ចង់ឲ្យសាច់ប្រាក់របស់គាត់មានកំណើននាពេលអនាគតត្រឹមត្រូវបាទអូសំណួរជាហោហែនេះសំណួរទី3មិនសំណួរទី2ណាបាទឥឡូវចូលដល់សំណួរទី3សំណួរទី3បានសួរថាតើលទ្ធផលរបស់ BAF ត្រូវបានវាស់វែងយ៉ាងដូចម្ដេចឃើញសំណួរខ្លឹមហើយអ្នកវិនិយោគអាចតាមដានផលចំណេញរបស់ខ្លួនបានយ៉ាងដូចម្ដេចបាទនេះគឺជាសំណួរដ៏សំខាន់ទៀតហើយបងប្អូនបានន័យថា
ដោយសារពេលដែលវិនិយោគិនគាត់ធ្វើការវិនិយោគនោះតាមធម្មតាពួកគេតែងតែចង់ដឹងថាតើលុយគាត់ទៅដល់ណាហើយសុវត្ថិភាពដែរឬអត់ហើយដំណើរការលុយរបស់ពួកគាត់នឹងយ៉ាងដូចម្ដេចអញ្ចឹងសូមបញ្ជាក់ថាលទ្ធផលរបស់ BAF ត្រូវបានគណនាតាមតម្លៃទ្រព្យសកម្មដែលត្រូវបានគេហៅថា Net Asset Value ឬក៏ជាភាសាអង់គ្លេសហៅកាត់ថា NAV បាទវិនិយោគិនអាចតាមដានលទ្ធផលបានយ៉ាងងាយស្រួលតាមរយៈក្រុមហ៊ុនមូលបត្រ AC Damoko ដែលតែងតែផ្ដល់របាយការណ៍គណនាជាប្រចាំថ្ងៃបាទលើពីនេះក្រុមហ៊ុន Benjamin Asset Management Cambodia Moko ក៏បានផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីតម្លៃទ្រព្យសកម្មហៅកាត់ថា NAV ហើយក៏ជាទិន្នន័យការទីផ្សារទៅលើ Telegram Channel Facebook LinkedIn WhatsApp ឬក៏គេហទំព័រដែលហៅថា website អ្វីដែលសំខាន់ពិសេសបំផុតនោះគឺទៅលើ Bloomberg ទៀតបងប្អូនបាទបាទណាបងអញ្ចឹងអ្វីដែលសំខាន់ដែលគួរឲ្យកត់សម្គាល់នោះទៀតនោះគឺវាប្រៀបដល់ដូចជានឹងភាគហ៊ុនទូទៅធម្មតាអញ្ចឹងលទ្ធផលនៃការកើនឡើងធ្លាក់ឬចុះក្នុងរយៈពេលខ្លីវាអាស្រ័យទៅលើស្ថានភាពនៃទីផ្សារភាគហ៊ុនទោះជាយ៉ាងណាក៏ដោយសម្រាប់ BAF ត្រូវបានរចនាឬក៏បង្កើតឡើងនឹងសម្រាប់ការរីកចម្រើននៅរយៈពេលវែងដូច្នេះទោះបីជាមានការប្រែប្រួលឡើងចុះក៏ដោយក៏យុទ្ធសាស្ត្ររបស់ការវិនិយោគហ្នឹងក៏ផ្ដោតទៅលើបង្កើនទៅលើតម្លៃយ៉ាងថេរគ្រប់ពេលវេលាដូច្នេះសម្រាប់វិនិយោគិនគឺគាត់មានឧបករណ៍វាស់វែងយ៉ាងច្បាស់លាស់តាមរយៈតម្លៃទ្រព្យសកម្មសុទ្ធដែលយើងហៅថា NAV ហ្នឹងនឹងជារបាយការណ៍ដែលមានតម្លាភាពដើម្បីរក្សានៃការយល់ដឹងនិងទំនុកចិត្តចំពោះដំណើរការវិនិយោគរបស់ពួកគេជាមួយនឹង BAF សំណួរទី4សួរថាតើវិនិយោគិនអាចទទួលបានផលចំណេញត្រឡប់មកវិញយ៉ាងដូចម្តេចហើយតើពួកគេអាចរំពឹងថានឹងមានលទ្ធផលអ្វីខ្លះក្នុងរយៈពេលវែងសូមសរសើរហ្មងសំណួរសុទ្ធថាល្អមែនតើសំណួរបាទសំណួរនេះពិតជាល្អមែនបាទព្រោះតែការព្រួយបារម្ភមុនគេសម្រាប់វិនិយោគិនគាត់ភាគច្រើនហ្នឹងគឺសាមញ្ញបំផុតហើយគឺទៅលើថាតើលុយរបស់គាត់ហ្នឹងកំពុងតែដល់ណាហើយហើយដំណើរការហ្នឹងតើគេយកទៅដំណើរការដោយរបៀបណាបាទចឹងជាមួយនឹង BAF វិនិយោគិនគឺគាត់ទទួលបានផលចំណេញតាមរយៈការកើនឡើងនៃដើមទុនចឹងបានន័យថាគាត់ចំណេញជាមូលធនដែលមានន័យថានៅពេលដែលតម្លៃភាគហ៊ុននៅក្នុងមូលនិធិកើនឡើងតម្លៃទ្រព្យសម្បត្តិសរុបគឺ Net Asset Value NAV នៃមូលនិធិក៏កើនឡើងដែរចឹងនៅពេលដែល NAV កើនឡើងឯកតាដែលវិនិយោគិនគាត់កាន់កាប់កាន់តែមានតម្លៃថ្លៃត្រឹមត្រូវបាទចឹងឥឡូវនេះតើតើនឹងការរំពឹងទុកសំខាន់ត្រូវចងចាំថានេះគឺជាមូលនិធិភាគហ៊ុនដូច្នេះលទ្ធផលអាចប្រែប្រួលក្នុងរយៈពេលខ្លីគឺអាស្រ័យទៅលើចលនាទីផ្សារអាចមានការឡើងនិងចុះប៉ុន្តែបើតាមជាប្រវត្តិសាស្ត្រតាមតម្លៃដែលជាប្រវត្តិកាលពីមុនមកទីផ្សារភាគហ៊ុនទូទាំងអាស៊ីគឺបានបង្ហាញពីសក្តានុពលនៃកំណើនរយៈពេលវែងយ៉ាងរឹងមាំបាទជាការពិតដូច្នេះគណៈដែលលទ្ធផលរយៈពេលខ្លីអាចប្រែប្រួលប៉ុន្តែ BAF ត្រូវបានរចនាឡើងដើម្បីផ្ដល់នូវកំណើនប្រកបដោយនិរន្តរភាពនិងប្រាក់ចំណេញដែលគួរឲ្យចាប់អារម្មណ៍ជាពិសេសសម្រាប់អ្នកវិនិយោគរយៈពេលវែងក្នុងឆ្នាំដំបូងបងប្អូនទាំងអស់គ្នាដឹងទេថាផលនៃការវិនិយោគយើងទទួលបានប៉ុណ្ណាគឺចំនួន 28.45% ក្នុងមួយឆ្នាំនេះគឺជាតួលេខក៏ដូចជាអត្ថប្រយោជន៍ក៏ដូចជាផលចំណេញប្រចាំឆ្នាំដែលយើងទទួលបានបើសិនជាបងប្អូនគិតថាតើវាជាការពិតឬអត់បងប្អូនអរគ្នាអាចទស្សនានៅក្នុង website របស់ពួកយើងចា៎ជាមួយគ្នានេះដែរសម្រាប់វគ្គសំណួរចម្លើយរបស់យើងខ្ញុំបានឈានមកដល់ទីបញ្ចប់យើងខ្ញុំសង្ឃឹមថាសម្រាប់វគ្គសំណួរចម្លើយនេះគឺបានជួយស្រាយចម្ងល់មួយចំនួនជូនទៅដល់វិនិយោគិនយើងទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមសូមខមមិនថាបានចរន្តនៅខាងក្រោមក្រុមការងាររបស់យើងខ្ញុំនឹងតាក់ទងទៅលោកអ្នកដោយផ្ទាល់ឬក៏អ្នកទាំងអស់គ្នាអាចបញ្ចេញនៅមតិផ្សេងៗទៅលើប្រធានបទណាមួយដែលអ្នកទាំងអស់គ្នាចង់ស្ដាប់ចង់ឮឬក៏ចង់ស្វែងយល់បន្ថែមសម្រាប់កម្មវិធីឬក៏វីដេអូបន្តរបស់ពួកយើងបាទអញ្ចឹងកម្មវិធីរបស់យើងមានដោយសារកម្មវិធីរបស់យើងមានពេលកំណត់អញ្ចឹងជាមកដល់ទីបញ្ចប់ហើយខ្ញុំបាទទាំងពីរនាក់ដែលនារីគាត់តំណាងឲ្យក្រុមហ៊ុនមូលបត្រ AC Damoko រីឯខ្ញុំបាទឈ្មោះតុលាតំណាងឲ្យក្រុមហ៊ុនបានចរន្តសម្លេង Cambodia Moko ជាមកដល់ទីបញ្ចប់ខ្ញុំបាទទាំងពីរក៏សូមគោរពជំរាបលាអរគុណ